សួស្តីអ្នកទាំងអស់គ្នាជួបជាមួយខ្ញុំម្ដងទៀតហើយសន្តិស៊ីអញ្ចឹងថ្ងៃនេះគឺខ្ញុំនឹងមកសម្រាយបន្តជាមួយនឹងរឿងអារម្មណ៍ស្នេហ៍រីកដុះដាលភាគទី11 12ហើយនិង13ដែលជាភាគបញ្ចប់នៃអេពីសូតរបស់យើងទាំងរឿងនៃភាគទី11របស់យើងនិយាយអំពីសិស្សទាំងអស់គ្នាកំពុងតែប្រជុំគ្នានៅសាលាហើយពួកគេហ្នឹងគឺត្រូវមកដេកនៅសាលាជុំគ្នាដើម្បីសិក្សានិងរៀនបន្ថែមអំពីអ្នកគ្រូនៅពេលដែលពួកគេបានចូលដល់ថ្នាក់ហើយពួកគេក៏បានអង្គុយហើយនិយាយគ្នាអំពី script រឿងហើយ script រឿងហ្នឹងគឺយើងអាសាឃើញកូយ៉ាមីយកឲ្យយូដើម្បីយកឲ្យណាណាមីតហើយនៅក្នុងសាច់រឿងហ្នឹងក៏វាពិតជារៀងប៉ះពាល់ទៅដល់ណាណាមីដែរដោយសារតែនៅក្នុងហ្នឹងគឺមានលេីឡំជាមួយនឹងភាពឯកាហើយនឹងការទុកចោលរបស់មនុស្សផ្សេងទៀតរំលងរឿងយូរដែរមកពួកគេក៏បានសម្រាកហើយនឹងញ៉ាំអីបន្តិចបន្តួចនិងនិយាយអំពីការនិយាយ script មិញហ្នឹងបន្ទាប់ពីញ៉ាំអីហើយនឹងជជែកគ្នាហើយពួកគេក៏បានមកនិយាយ script នឹងបន្តទៀតហើយពេលល្ងាចក៏បានចូលមកដល់មានតែកូយ៉ាមីទេដែលទៅផ្ទះក្រៅពីហ្នឹងគឺគេនៅសាលាជួបជុំគ្នាហើយដេកជាមួយគ្នាយកតែម្ដងអ្នកគ្នាកុំយល់ច្រឡំគឺប្រុសដេកផ្សេងហើយនឹងស្រីដេកផ្សេងបន្ទប់ខាងស្រីហ្នឹងមានដូចជាយ៉ាសាកាណាណាមីហើយនឹងយូនៅពេលដែល3នាក់គេនៅជុំគ្នាហ្នឹងណាណាមីក៏បបួលយូទៅងូតទឹកជុំគ្នាពេលហ្នឹងគឺយ៉ាសាកាគឺខឹងណាគ្នាគឺអត់បបួលគេអញ្ចឹងណាស្ទុះក្រោយមកណាណាមីក៏បបួលយ៉ាសាកានៅពេលដែលបបួលគេអញ្ចឹងទៅយ៉ាសាកាក៏ចាក់អៀនដែរតាក្រោយបានចូលបន្ទប់ទឹកហ្នឹងគឺយ៉ាសាកាគឺមិនសូវហ៊ានទេណាគ្នាគេកូនស្រីតែបើយូរបស់យើងវិញគឺដោះអាវភ្លាមចឹងយកតែម្ដងហើយនៅពេលដែលកំពុងត្រាំខ្លួននៅក្នុងទឹកសុកហ្នឹងណាណាមីក៏បានមើលទៅយូហើយក៏អៀនម្នាក់ឯងអញ្ចឹងទៅទុកឲ្យណាណាមីយ៉ាសាកាហើយនឹងយូរបស់យើងងូតទឹកសិនទៅយើងមកមើលប្រុសពីរនាក់នេះម្ដងដោយពេលហ្នឹងស៊ូគូរ៉ូគឺបានសួរទៅកាន់សៃជីថាតើនៅពេលដែលស្រី3នាក់ហ្នឹងនៅជុំគ្នានឹងមានអាកប្បកិរិយាមិនខ្លះហើយសៃជីក៏បាននិយាយមកស៊ូគូរ៉ូថាយ៉ាសាកាហើយនឹងយូប្រកាសជាឆ្លោះគ្នាអត់ត្រូវគ្នាឯងក៏ប៉ុន្តែស៊ូគូរ៉ូក៏បានគិតថា3នាក់នឹងនៅជាមួយគ្នាពិតជាចោះសម្រងគ្នាខ្លាំងមែនតើណាគ្នាមានដឹងថាថៃបានសៃជីនិយាយថាយ៉ាសាកាហើយនឹងយូអត់ត្រូវគ្នាដោយសារតែសៃជីនឹងគឺដឹងថាយ៉ាសាកាគឺលោកស្រឡាញ់ណាណាមីប៉ុន្តែណាណាមីនឹងគឺស្រឡាញ់យូអញ្ចឹងមានន័យថាស្នេហាចតកោនកែងធឿតហើយយើងក៏លេចមកមើល3នាក់នេះវិញគឺណាណាមីកំពុងតែថតរូបយ៉ាសាកាដោយឃើញយ៉ាសាកានឹងគឺមុខដូចយាយចាស់ខ្លាំងមែនតើនៅពេលដែលអានសភៅឲ្យពាក់វ៉ែនតាអញ្ចឹងយ៉ាសាកាក៏បានចូលមកកញ្ឆក់យកទូរស័ព្ទដោយសារតែអត់ចង់ឲ្យមានរូបអាក្រក់ៗនៅក្នុងទូរស័ព្ទណាណាមីទេទៅពេលដែលកំពុងបន្តប្រជុំគ្នាសុកហ្នឹងយូក៏បានចេញមកថតរូបពីរនាក់ហ្នឹងដែរដោយសារឃើញឆ្លោះប្រកែកគ្នាល្អមើលពេកក៏នៅពេលឆ្លោះប្រកែកគ្នាសុកហ្នឹងអ្នកគ្រូក៏បានចូលមកនិយាយថាឲ្យចូលដេកទៅដោយសារតែយប់ហើយនៅពេលដែលពួកគេកំពុងដេកហ្នឹងគឺឃើញណាណាមីមើលទៅយូហើយយ៉ាសាកាវិញគឺមើលទៅណាណាមីនិយាយទៅនៅក្នុងរឿងហ្នឹងគឺខ្ញុំអាណិតយ៉ាសាកាជាងគេដោយសារតែស្រឡាញ់មិត្តភក្តិខ្លួនឯងហើយនៅព្រឹកថ្ងៃថ្មីក៏មានការប្រជុំហើយនឹងការណែនាំគ្រូថ្មីដែរដោយគ្រូថ្មីនឹងដែរគឺមានឈ្មោះថាតូម៉ូយូគីហើយលោកគ្រូយូគីនឹងដែរគឺជាអតីតប្រធានសិស្សរួមក្រុមជាមួយនឹងបងស្រីរបស់ណាណាមីដែរនៅពេលដែលចូលរៀនបានផ្លែហ្នឹងណាណាមីក៏បានទៅសួរសុខទុក្ខលោកគ្រូយូគីនឹងដែរហើយក៏សួរលោកគ្រូយូគីថានៅចាំខ្លួនខ្លួនគឺជាប្អូនស្រីរបស់ចែខ្លួនអីអញ្ចឹងទៅលោកគ្រូយូគីក៏បាននិយាយថាខ្លួននៅចាំគឺជាប្អូនស្រីរបស់សិស្សផ្កាយហើយក៏ជាប្រធានសិស្សដូចជាឥឡូវដែរការដែលលោកគ្រូយូគីហើយនឹងមិត្តរួមថ្នាក់របស់គេកាលនៅពីក្មេងហ្នឹងក៏ជា student council នៅក្នុងបន្ទប់មួយហ្នឹងដែរពេលហ្នឹងគឺគេទៅរៀនជុំគ្នានៅផ្ទះណាណាមីហ្នឹងឯងធ្វើឲ្យណាណាមីស្គាល់លោកគ្រូមួយហ្នឹងថាជាមិត្តភក្តិរបស់បងស្រីរបស់ខ្លួនហើយការសន្ទនានឹងដែរគឺត្រូវបានស្ដាប់ដោយយ៉ាសាកានឹងគឺអត់ទាន់បានទៅណាឆ្ងាយទេនៅពេលរៀងថ្ងៃក្រោយមកគ្រូក៏បានឲ្យពួកគេនឹងគឺឈរទម្រាបជួបគ្នានៅក្នុងសាលាហើយក៏បាននិយាយវិន័យតិចតួចហើយឲ្យពួកគេនឹងនិយាយលឺដែរហើយនៅក្នុងសាលាណាគ្នាមិនមែននៅផ្ទះហើយក៏មិនមែននៅកន្លែង student council អីនឹងដែរនៅពេលដែលនិយាយហាក្តៅហើយលោកគ្រូយូគីហ្នឹងក៏បានមកមើលអត្ថបទថាត្រូវកែកន្លែងណាឬក៏បន្ថែមកន្លែងណាអត់នាពេលល្ងាចក៏បានចូលមកដល់លោកគ្រូយូគីក៏បានត្រូវទៅផ្ទះដែរប៉ុន្តែណាណាមីហ្នឹងគឺអត់អស់ចិត្តរឿងបងស្រីរបស់ខ្លួនហ្នឹងទេក៏ដើរទៅតាមលោកគ្រូយូគីហើយនិយាយអំពីរឿងបងស្រីរបស់ខ្លួនហើយលោកគ្រូយូគីហ្នឹងគឺបានប្រាប់រឿងរ៉ាវបងស្រីរបស់ណាណាមីហ្នឹងទៅកាន់ណាណាមីច្រើនខ្លាំងមែនតើបងស្រីរបស់ណាណាមីហ្នឹងគឺពិតជាមានអនុស្សាវរីយ៍ជាច្រើននៅក្នុងសាលាមួយហ្នឹងគឺធ្វើឲ្យណាណាមីហ្នឹងចង់មករៀនសាលាមួយហ្នឹងដូចជាបងស្រីរបស់គេដែរហើយធ្វើជា student council ហើយនឹងរៀនពូកែដូចបងស្រីរបស់គេចឹងក៏ប៉ុន្តែឥឡូវគឺគេគ្មានវត្តមានបងគេនៅចិត្តហ្នឹង
នឹងទៀតទេវាពេលយប់ក៏បានចូលមកដល់ក្រុមប្រុសៗនិងស្រីៗរបស់ Student Castle ហ្នឹងក៏បានមកលេងកំជ្រួយជុំគ្នានៅពេលដែលយូបានបបួរណាណាមីមកលេងកំជ្រួយជាមួយគ្នានៅពេលហ្នឹងដែរណាណាមីគឺធ្វើមុខសែសខ្លាំងមែនតើvà នៅវិទ្យាល័យរបស់ពួកគេហ្នឹងគឺសប្បាយនៅពេលដែលពួកគេហ្នឹងបានជួបជុំគ្នាបែបហ្នឹងឯងក៏ប៉ុន្តែអារម្មណ៍របស់ណាណាមីគឺនៅស្ថិតលើបងស្រីរបស់គេអត់បានមកសប្បាយជាមួយនឹងមិត្តរួមថ្នាក់ទេក៏ប៉ុន្តែភ្លាមៗហ្នឹងយ៉ាសាកាក៏បានមកនិយាយលេងជាមួយនឹងណាណាមីកុំឲ្យណាណាមីហ្នឹងមានអារម្មណ៍ថាខ្លួនឯងហ្នឹងគឺធុញថប់ពេកពេលហ្នឹងយ៉ាសាកាក៏បានព្យាយាមសួរអំពីរឿងរបស់ណាណាមីដែលណាណាមីបានពិបាកចិត្តហ្នឹងណាប៉ុន្តែណាណាមីគឺមិនសូវនិយាយរឿងខ្លួនប្រហែលទេភាគច្រើនគឺបង្វែរសាច់រឿងហើយយ៉ាសាកាហ្នឹងក៏បានដឹងក្នុងចិត្តខ្លួនឯងច្បាស់ដែរខ្លួនហ្នឹងគឺមិនអាចចំនួនកន្លែងរបស់យូបានទេដោយស្ដាប់រឿងក្នុងចិត្តរបស់ណាណាមីអញ្ចឹងណាហើយសាច់រឿងនៃភាគទី11របស់យើងក៏បានកាត់បញ្ចប់ត្រឹមតែប៉ុណ្ណឹងនៅរឿងភាគទី12របស់យើងបានបញ្ចាំងឲ្យយើងឃើញថាយូគឺងើបពីដេកមកអត់ឃើញណាណាមីទេធ្វើឲ្យយូហ្នឹងគឺបារម្ភពីណាណាមីខ្លាំងមែនតើទៅធ្វើឲ្យយូដើរចេញមកក្រៅដើម្បីរកណាណាមីហើយពេលដែលយូឃើញណាណាមីហើយយូក៏បានសួរទៅកាន់ណាណាមីថាកើតអីមែនហើយមានបានដេកអត់ណាមីក៏និយាយមកថាមានអីធម្មតាតាហើយក៏ដើរចេញពីយូបាត់ទៅថ្ងៃនេះលោកគ្រូយូគីហ្នឹងក៏បានមកស្ដាប់ពួកគេអាន script ជាមួយគ្នាដែរនៅពេលដែលអាន script ហ្នឹងមានតែណាណាមីទេដែលមិនសូវយកចិត្តទុកដាក់ដោយនឹកឃើញពីសម្ដីរបស់លោកគ្រូយូគីហ្នឹងកាលពីម្សិលមិញដែលលោកគ្រូយូគីនិយាយអំពីបងស្រីរបស់គេប្រាប់គេដោយសារតែណាណាមីគឺមិនអាចបន្តអាន script ហ្នឹងបានទេវាធ្វើឲ្យប៉ះពាល់ដល់អារម្មណ៍ណាណាមីខ្លាំងមែនទែនទើបណាណាមីហ្នឹងបង្ខំចិត្តឈប់អានវាទៅពេលហ្នឹងដែរគេក៏បានសុំគ្រូផ្អាកបន្តិចសិនដោយសារគេមិនមានអារម្មណ៍ល្អក្នុងការអាន script ហ្នឹងទេពេលដែលណាណាមីកំពុងសម្រាកហ្នឹងយ៉ាសាកាក៏បានយកទឹកមកឲ្យហើយនិយាយលើកទឹកចិត្តរបស់ណាណាមីប៉ុន្តែនៅពេលដែលយូបានឃើញយូក៏មានកូនចិត្តប្រច័ណ្ឌដែរយូនិងយ៉ាសាកាក៏បានមកដើម្បីទិញនំហើយនឹងទឹកឲ្យទៅកាន់ណាណាមីយូហ្នឹងគឺអត់ដឹងថារបស់អីដែលណាណាមីចូលចិត្តរបស់អីដែលណាណាមីអត់ចូលចិត្តទេប៉ុន្តែយ៉ាសាកាគឺដឹងទាំងអស់នៅពេលសម្រាប់បានរៀងយូក្រោយបានមកណាណាមីក៏បានចូលមកសម្ដែងវិញលោកគ្រូយូគីហ្នឹងគឺជាអ្នកសម្ដែងផ្ទាល់ជាមួយនឹងណាណាមីយកតែម្ដងនៅពេលឃើញរឿងអត់សូវស្រួលពេកហ្នឹងយូក៏បានសួរទៅកាន់កូយ៉ាមីថាអាចដូរ script បានអត់កូយ៉ាមីក៏ឆ្លើយតបវិញថាខ្លួនក៏អត់ដឹងដែរតែបើចង់ដូរខ្លួនអាចដូរឲ្យបានហើយលោកគ្រូក៏បានឲ្យមកឡើងឆាកសមឲ្យដូចពិតយកតែម្ដងដោយសារតែឆាកនឹងធំពេកហ្នឹងទៅធ្វើឲ្យពួកគេនិយាយសម្ដែងហ្នឹងគឺអត់ឮទេហើយការសម្ដែងហ្នឹងគឺប្រព្រឹត្តទៅតាម script ដែលពួកគេធ្លាប់អានកន្លងមកហ្នឹងឯងទៅពេលដែលពួកគេបានសម្ដែងចប់អស់ហ្នឹងពួកគេក៏បានត្រូវទៅផ្ទះរៀងៗខ្លួនដែរដោយសារតែការសម្ដែងរបស់ពួកគេចប់ហើយណាណាមីនិងយូក៏បានដើរមកផ្ទះតាមផ្លូវរបស់ពួកគេធ្លាប់ដើរពីមុនមកនៅពេលដែលអ្នកទាំងពីរដើរមកដល់កន្លែងអទេសភ្លើងនេះរឿងក៏បានស្មុគស្មាញបកថយក្រោយនៅអនុស្សាវរីយ៍ដែលពួកគេបានធ្វើជាមួយគ្នានិងបាននិយាយគ្នាកន្លងមកនៅពេលដែលដើរដល់ភ្លុកបំបែកណាណាមីរៀបនឹងទៅផ្ទះហើយតែយូក៏បានបបួលណាណាមីដើម្បីទៅផ្ទះខ្លួននិយាយគ្នាបំផ្លែតអីចឹងណានៅពេលដែលមកដល់ផ្ទះរបស់យូហើយយូក៏បបួលណាណាមីនឹងញ៉ាំក្រែមមិនញ៉ាំក្រែមអីណាគ្នាញ៉ាំក្រែមកៃនៅពេលដែលយូបានមកអង្គុយលើពូកចិត្តណាណាមីហើយណាណាមីក៏រៀងខិតចេញបន្តិចហើយព្រោះក្បាលដេកលើផ្លូវរបស់យូរបស់យើងពេលហ្នឹងណាណាមីក៏បាននិយាយថាខ្លួនហឹកខ្លាំងណាស់សូមដេកបន្តិចមកយូក៏បានសួរទៅកាន់ណាណាមីថាហូបក្រែមអត់ណាណាមីក៏គ្រាន់តែហាមាត់ហើយអត់និយាយអីទាំងអស់នៅភ្លាមនឹងដែរណាណាមីមិនតហូបក្រែមស្រួលហងណាណាមីក៏បានទៅថើបយូរបស់យើងឥឡូវហ្នឹងយូនៅពេលដែលបានគេថើបហ្នឹងគឺឡើងធ្វើមុខស្អុយទៀតហើយគឺសប្បាយចិត្តទាំងគេវិញអញ្ចឹងណាហើយកន្លែងហ្នឹងក៏មានឈុតស្វីតជាមួយគ្នាបន្តិចបន្តួចដែរហើយក៏ជាកន្លែងដែលខ្ញុំចូលចិត្តជាងគេដែរនៅពេលដែលពួកគេកំពុងតែគេជាមួយគ្នាសក់ហ្នឹងណាណាមីក៏បានងើបមកហើយនិយាយជាមួយយូថាតើយូហ្នឹងមានដឹងថាណាណាមីហ្នឹងស្រឡាញ់យូអត់យូក៏និយាយថាខ្លួនដឹងណាណាមីក៏បន្តសួរទៀតថាតើយូនឹងមានស្អប់ខ្លួនអត់នៅពេលហ្នឹងយូក៏បាននិយាយអីទាំងអស់ណាណាមីក៏បន្តនិយាយថាខ្លួនដឹងថាយូនឹងគឺស្អប់ខ្លួនហើយគ្មាននរណាគេចូលចិត្តខ្លួនទេខ្លួននឹងក៏ស្អប់ខ្លួនឯងដែរបញ្ចប់ពីការសន្ទនាលើក្រែនឹងមកអ្នកទាំងពីរក៏បានបំបែកផ្លូវគ្នាទៅផ្ទះវិញពេលដែលយូបានចូលមកដល់ក្នុងបន្ទប់ខ្លួនវិញហ្នឹងក៏លើសំឡេងរោទទូរស័ព្ទហើយនៅដតេមកហ្នឹងគឺជាកូយ៉ូមីខលមកហ្នឹងគឺចង់ប្រាប់ថា script រឿងហ្នឹងគឺបានកែហើយចង់ឲ្យណាកូយ៉ូមីខលទៅហ្នឹងគឺចង់ប្រាប់ថា script រឿងហ្នឹងគឺបានកែហើយចង់ឲ្យយូទៅមើលអីចឹងណា
ហើយយូហ្នឹងគឺអត់ចាំដល់ថ្ងៃទាន់ទេគឺរត់ទៅផ្ទះកូយ៉ាមីហ្នឹងតាំងពីយប់ហ្នឹងតែម្ដងហើយរឿងនៃភាគទី12របស់យើងក៏បានកាត់បញ្ចប់ត្រឹមតែប៉ុណ្ណឹងរឿងនៃភាគទី13បានបង្ហាញឲ្យយើងឃើញពីគ្រួសាររបស់ណាណាមីទៅលេងភ្នូររបស់បងស្រីរបស់ណាណាមីអញ្ចឹងមានន័យថាបងស្រីរបស់ណាណាមីហ្នឹងគឺគាត់បានចែកឋានបាត់ទៅហើយបងស្រីរបស់ណាណាមីហ្នឹងគឺមានឈ្មោះថាកាវ៉ាទើបតែចុងរឿងហ្នឹងទេទើបយើងបានស្គាល់ឈ្មោះបងស្រីរបស់ណាណាមីនៅព្រលឹមព្រឹកស្អែកឡើងកូយូមីហើយនឹងយូក៏បានមកតូបកាហ្វេអ៊ីនេះហើយក៏បានមកកែ script នៅកន្លែងណាដែលរៀងសែហ្នឹងចេញទៅណានៅពេលដែលពួកគេបានកែ script រឿងហើយក៏ពួកគេបានចេញទៅផ្ទះមុនទៅរៀងល្ងាចបន្តិចមកក៏យើងបានឃើញណាណាមីហើយនឹងយ៉ាសាកាក៏បានមកតូបអ៊ីកាហ្វេហ្នឹងដែរហើយពួកគេមកតូបអ៊ីកាហ្វេហ្នឹងគឺគ្រាន់តែចង់និយាយគ្នាបន្តិចបន្តួចតែប៉ុណ្ណឹងឯងហើយក៏បំបែកគ្នាទៅផ្ទះរៀងៗខ្លួនហ្នឹងនៅពេលដែលណាណាមីកំពុងតែឈរចាំរថភ្លើងសុកហ្នឹងណាណាមីក៏មានអារម្មណ៍ថានឹកយូដែរហើយចង់ឆាតទៅកាន់យូក៏ប៉ុន្តែមិនទាន់បានថេកទៅយូស៊ូប៊ូហងយូក៏បានឆាតមកមុនបាត់ហើយនិយាយទៅពេលហ្នឹងគឺរំភើបដែរអ្នកគ្នាដោយយូហ្នឹងបានបបួលណាណាមីដើរលេងនៅចុងអាទិត្យហ្នឹងឯងហើយនៅចុងសប្តាហ៍ក៏បានចូលមកដល់អ្នកទាំងពីរហ្នឹងគឺបានទៅលេងកន្លែងជាច្រើនខ្លាំងមែនតើហើយកន្លែងដែលពួកគេមកលេងដំបូងគេហ្នឹងគឺជាកន្លែងដែលមើលត្រីហោះអាហ្នឹងគឺគេហៅត្រី Dolphin ណោះហើយកន្លែងដែលពួកគេមកបន្ទាប់ហ្នឹងគឺជាកន្លែងញ៉ាំអីហើយមានកញ្ចក់ត្រីទៀតកន្លែងហ្នឹងដូចហើយកន្លែងដែលពួកគេមកបន្ទាប់ហ្នឹងគឺជាកន្លែងញ៉ាំអីហើយនៅទស្សនាត្រីហោះទៀតមិនត្រីហោះហើយអ្នកគ្នាត្រីកញ្ចក់ចេញពីផឹកអីនៅកន្លែងភោជនីយដ្ឋានហ្នឹងមកពួកគេក៏បានមកឈរចាំមើល Penguin行っちゃう行っちゃう早く早く先輩すごいですよ នៅពេលដែលមកមើលត្រីកញ្ចក់ហ្នឹងណាណាមីគឺអត់បានឃើញយូនៅចិត្តខ្លួនទេពេលហ្នឹងគឺណាណាមីភ័យខ្លាំងមែនតើតាមពិតយូហ្នឹងគឺអត់មានទៅណាទេណាគ្នាហើយយូហ្នឹងក៏លេចមុខមកចាប់ដៃណាណាមីហើយទៅក្រៅយកតែម្ដងដោយណាណាមីនាំទៅហ្នឹងគឺជាកន្លែងដើរនៅក្នុងទឹកមួយដែលវាពិតជាស្អាតនិងខ្លាំងមែនតើបន្ទាប់ពីចេញដើរលេងនៅចុងសប្តាហ៍ហ្នឹងហើយពួកគេក៏ជិះរថភ្លើងដើម្បីទៅផ្ទះពួកគេវិញហើយរឿងអារម្មណ៍ស្នេហ៍រីកដុះដាលនៃភាគទី13ក៏បានកាត់បញ្ចប់ត្រឹមតែប៉ុណ្ណឹងហើយមុននឹងចប់វីដេអូអ្នកគ្នាមកថ្មីកុំភ្លេចជួយចុច Subscribe មកកាន់ Channel ខ្ញុំម្នាក់មួយផងអញ្ចឹងចាំជួបគ្នានៅវីដេអូក្រោយ